Yeah, that's my friend. No, I behave. ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនៅបងប្អូនទៅមើលកន្លែងកំសាន្តមួយកន្លែងហើយនេះក៏ជាលើកទី1របស់ខ្ញុំដែរបងប្អូនដែលបានមកដល់កន្លែងកំសាន្តមួយកន្លែងនេះអញ្ចឹងចាំតិចទៀតបងប្អូនខ្ញុំប្រាប់បងប្អូនថាទីតាំងនៅកន្លែងនេះបងប្អូនចានិយាយទៅក្រោមទ្វារគឺដាក់ឈ្មោះថាសួនទឹកព្រៃឫស្សីបងប្អូនចាសួនទឹកព្រៃឫស្សីដូចបងប្អូននៅឃើញរូបភាពអញ្ចឹងហើយជាក់ស្ដែងគឺខ្ញុំចូលទៅដំបូងឡើយគឺថាខ្ញុំគិតថាវាដូចជាមិនមានអីគួរអស្ចារ្យអីធម្មតាអញ្ចឹងណាបងប្អូនលើកទី1អត់ទាន់ស្គាល់ហ៎ចាអញ្ចឹងឥឡូវគឺថាយើងជិះទៅរកកន្លែងចតឡានកន្លែងចំណតឡានគេសិនអញ្ចឹងណាបងប្អូនចានិយាយទៅបងប្អូនចាំមើលបន្តទៀតណាថាមានអ្វីដែលប្លែកហើយវាស្វែងហ្នឹងតើវាស្អាតឬក៏មិនស្អាតតើសមនឹងមកឬក៏មិនមកអីចឹងណាបងប្អូនចាចាំមើលចាក់ស្ដែងទាំងអស់គ្នាអញ្ចឹងឥឡូវនេះថាមកលក្ខណៈ3-4ឡានអញ្ចឹងណាបងប្អូនចាសិតតែអ្នកភូមិទេចាអ្នកមួយបងវិចដើរទៅបងប្អូនចាហើយនេះគឺគ្រាន់តែទីធ្លាខាងក្រៅណាបងប្អូនកុំច្រឡំថាវាមានតែប៉ុណ្្នឹងទីធ្លាខាងក្រៅនិយាយទៅយើងដើរចូលទៅរៀងឆ្ងាយដែរមកហត់ដែរហ្នឹងនិយាយទៅមកវិញនឹងសក់ខ្លួនដែរហ្នឹងបងប្អូនចាឥឡូវនេះគឺថាពួកខ្ញុំកំពុងដើរទៅរកកន្លែងសម្រាប់សិនបងប្អូនក្តៅបងប្អូនក្តៅអញ្ចឹងឃើញតែខ្ញុំទូផ្សាយហ្នឹងបងប្អូនដឹងថាវាក្តៅកម្រិតណាបើសិនជាបងប្អូនមិនដល់ទីអីបងប្អូនកុំភ្លេចដាក់ឆាតមកម្នាក់មួយផងព្រោះយើងដើរចូលទៅកន្លែងលេងនេះអញ្ចឹងបានថាវារៀងឆ្ងាយគួរសមដែររៀងក្តៅអញ្ចឹងណាបងប្អូនចាដាក់ឆាតដាក់អីមកទទួលផងឬក៏ពាក់អីអញ្ចឹងទៅដោយសារតែនេះគឺជាលើកទី1របស់ខ្ញុំខ្ញុំបានត្រៀមអីទេបងប្អូនចាទីតាំងកន្លែងនេះអញ្ចឹងបានថាកន្លែងអញ្ចឹងបានថាគេធ្វើលក្ខណៈ resort ផងនិងលក្ខណៈសួនកំសាន្តសួនទឹកសួនអីកំសាន្តអញ្ចឹងណាបងប្អូនចាតាមដែលខ្ញុំមើលឃើញចាក់ស្ដែងអញ្ចឹងពួកមាន resort 2-3កន្លែងដែរអញ្ចឹងណាបងប្អូនចាហើយចំពោះគាត់នេះវិញបងប្អូននិយាយថាសប្បាយអស់ខ្លាំងមែនតើមកនិយាយតែបានដើមម្ដងបងប្អូនចាហើយមកដល់កន្លែងនេះអញនិយាយបានថាអូយត្រូវប៉ាន់ខ្លាំងមែនតើបងប្អូននិយាយទៅពេលចូលដំបូងខ្ញុំក៏មិននឹកស្មានថាមានកន្លែងលេងសម្រាប់ក្មេងចឹងដែរស្មានតែកន្លែងអង្គុយឬក៏អាងទឹកមនុស្សធំលេងអីចឹងណាប៉ុន្តែបើសិនជាបងប្អូនមានកូនតូចៗអីអាចយកមកកន្លែងនេះបានចូលមកទីនេះគឺថាស្រស់ស្រាយខ្លាំងមែនតើបងប្អូនសូម្បីតែសម្បត្តិទៅក៏មិនចាំបាច់ចំណាយលើទីសម្បត្តិចូលលេងដែរបងប្អូននិយាយទៅយើងចូលលេងបានដោយសេរីបងប្អូនគាត់ថាបើសិនជាបងប្អូនឲ្យកូនចង់លេងទឹកអីចឹងទៅគឺតម្លៃគាត់យក10000រៀលក្នុងម្នាក់ណាបងប្អូនចាហើយបងប្អូនអាចដើរទស្សនាគ្រប់កន្លែងបាននិយាយទៅគាត់និយាយតែកន្លែងគាត់នេះគឺចាយលុយតែពេលដែលយើងចង់ឲ្យកូនចុះទៅលេងទឹកឯងបងប្អូនចាយលុយទៅកន្លែងនោះអត់តែ10000ទេហើយបងប្អូនចង់ទិញអីញ៉ាំអីគឺបងប្អូនទិញញ៉ាំខ្លួនឯងអញ្ចឹងណាព្រោះនៅក្នុងហ្នឹងក៏មានលក់របស់ញ៉ាំដែរប៉ុន្តែអធិស្ឋានមកបានថតកន្លែងលក់នំលក់អីញ៉ាំអញ្ចឹងណាបងប្អូនចាខ្ញុំបានថតតែទេសភាពជុំវិញហ្នឹងទេអញ្ចឹងខ្ញុំនិយាយchoបងប្អូនចាចូលមកនេះគឺអត់មានត្រូវការចំណាយលុយទិញសម្បត្តិចូលទេចាយើងអត់តែថ្លៃផ្ញើឡានហ្នឹងឯងផ្ញើឡានហ្នឹងគឺតាមទឹកចិត្តយើងឲ្យទៀតយើងឲ្យមិនឲ្យទៅគាត់ទាមទារទេចាតាមទឹកចិត្តយើងណាហើយអស់លុយតែពេលដែលយើងនាំកូនចាំលេងទឹកនេះឯងបងប្អូនចានិយាយទៅទិញសម្បត្តិចូលលេងទឹកនេះអស់តែ10000រៀលទេបងប្អូនចង់លេងចង់ងើបសិនចង់មិនក៏បានដែរនិយាយទៅយើងអស់លុយតែម្ដងចំណាយតែម្ដងតែ10000អញ្ចឹងណាហើយសម្រាប់យើងប៉ាម៉ាក់វិញគឺយើងអាចអង្គុយញ៉ាំនៅចិត្តហ្នឹងក៏បានដែរចាយើងអាចចូលបានដូចគ្នាយើងអាចចូលបានទាំងអង្គុយមើលកូនយើងក៏បានហើយយកទៅញ៉ាំនៅចិត្តហ្នឹងញ៉ាំនៅចិត្តកន្លែងកូនយើងលេងហ្នឹងក៏បានដែរនិយាយទៅបងប្អូនអញនិយាយបានថាគេអត់បិទសិតយកញ៉ៃទេបងប្អូនចានិយាយទៅបរិវេណក្មេងលេងទឹកហ្នឹងគេមានបរិវេណរបស់គេអញ្ចឹងគេមានលបងយើងសម្រាប់ចូលអញ្ចឹងណាប៉ុន្តែសម្រាប់ប៉ាម៉ាក់គឺអាចចូលបានដូចគ្នាគេគិតលុយប៉ាម៉ាក់អីនិយាយទៅគេគិតលុយតែអ្នកដែលចុះលេងទឹកយើងអាចនៅលើនឹងបានចានៅលើមាត់ទឹកនឹងបានឬក៏ញ៉ាំអីនៅចិត្តហ្នឹងដើម្បីមើលកូនបានគឺគេយកឯងមួយធំគេយកតែសម្រាប់តែក្មេងៗដែលចុះលេងទឹកតែប៉ុណ្ណោះ10000រៀលបងប្អូនចានិយាយទៅខ្ញុំនិយាយទៅបងប្អូនគឺខ្ញុំមិនគឺអត់មានចំណាយអីច្រើនតែម្ដងខ្ញុំនិយាយតែដែរចង់ចាគឺចំណាយតែ10000រៀលទេឲ្យកូនចុះទៅលេងទឹកនឹងឯងបងប្អូនចាហើយយើងទិញអីញ៉ាំហ្នឹងញ៉ាំខ្លួនឯងទៅបងប្អូនចាយើងយកបាយយកមកហូបពីផ្ទះមកញ៉ាំក៏បានដូចគ្នានិយាយទៅបងប្អូនខ្ញុំនិយាយចឹងគឺថាកន្លែងគឺថាស្អាតនឹងបងប្អូនស្អាតហើយសូម្បីតែកន្លែងក្មេងលេងទឹកនេះអញបានថាសុខភាពដើមពុតទឹកគេធ្វើជ្រៅបងប្អូនចាធំជង្គង់ជាងមនុស្សធំទេអញ្ចឹងបងប្អូនអាចមើលកូនខ្ញុំបានណាចាគឺឈរទៅធំជាងគេហើយខ្លាំងមែនតែបងប្អូនចាយើងអត់សូវថាមានហានិភ័យចឹងណាប៉ុន្តែយើងចិត្តតែបារម្ភទៅហើយកូនខ្ញុំនេះគឺខ្ញុំពាក់អាវពងសុខភាពឲ្យគាត់បងប្អូនចាខ្ញុំខ្លាចគីឡូហ៊ុនគ្នាអីចឹងទៅផ្កាប់មកផ្កាប់អីឈុតទឹកអីចឹងណាចឹងយើងចេះពាក់ការពារអីចឹងទៅហើយយើងមើលរហូតអីចឹងទៅបងប្អូនចាពួកក្មេងៗយើងច្រើនដែរខ្លាចហូតប៉ះពាល់គ្នាចឹងណាបងប្អូនចាបន្ទាប់ពីលេងទឹកហើយចឹងទៅក៏រំគាត់មកមើលសត្វមើលអីចឹងទៅបងប្អូនចានិយាយទៅបើសិនជាបងអត់ដឹងថាត្រូវទៅណាអត់ដឹងថានាំកូនទៅណាបងអាចយកមកកន្លែងនេះបានណានិយាយទៅនេះក៏លើកទី1របស់ខ្ញុំដែរហើយចង់និយាយថាប្រម៉ូទឲ្យគេទៀតនិយាយទៅកន្លែងណាល្អកន្លែងណាស្អាតមើលទៅតំណគឺខ្ញុំថតធ្វើវីដេអូចែកជូនបងប្អូនមើលលេងទស្សនាបងប្អូនចាហ្នឹងហើយទោះមិនមាន view ច្រើនក៏ខ្ញុំជិះថតឲ្យបងប្អូន
គឺថាចេះតែធ្វើវីដេអូចេះតែថតឲ្យបងប្អូនមើលចឹងទៅដោយសារតែមួយរយៈនេះមិនសូវមានវីដេអូចឹងបងប្អូនមើលដោយសារតែមិនសូវជាបានដើរទៅណាចឹងណាបងប្អូនចាឲ្យតែបានដើរជិះតែម្ដងគឺថាថតវីដេអូចែកជូនបងប្អូនមើលចឹងហើយទៅទីនេះអញនិយាយបានថាទីធ្លាធំស្លាល្អបងប្អូនចាហើយកន្លែងអង្គុយលេងក៏ធំទលាយដែរទៅគឺអញនិយាយបានថាវាសេរីភាពអញ្ចឹងណាបងប្អូនទៅស្អាតទីតាំងកន្លែងហ្នឹងស្អាតខ្លាំងមែនតើជាពិសេសដឹងស្រាប់ហើយម៉ាម៉ាប៉ាប៉ាគឺតែងតែចង់រកកន្លែងណាដែលឲ្យកូនយើងលេងសប្បាយត្រូវអត់ហើយជាពិសេសក្មេងៗតែងតែចូលចិត្តបំផុតគឺកន្លែងលេងទឹកហ្នឹងបងប្អូនចាអញ្ចឹងយកគាត់មកនេះមកគឺថាអត់ខកបំណងបងប្អូនចានិយាយទៅឲ្យគាត់លេងទឹកមកសប្បាយមកឆ្អែតគឺយើងអត់មានព្រួយបារម្ភទេបងប្អូនចាហើយទីតាំងកន្លែងនេះធំស្លាល្អខ្លាំងមែនតើបងប្អូនចាហើយសម្បីតែតម្លៃក៏អត់មានអស់តម្លៃថ្លៃអីដែរអត់មានទិញសម្បត្តិអីចូលទេបងប្អូនចាខ្ញុំនិយាយចឹងអត់តែ10000ថ្លៃគាត់ចង់លេងទឹកនឹងឯងហើយបើសិនជាបងប្អូនអត់ឲ្យគាត់លេងទេគាត់អស់លុយដែរបងប្អូនចាគឺតែប៉ុណ្្នឹងឯងទៅងាយៗបងប្អូនចាចាំតិចខ្ញុំប្រាប់ថាទីតាំងនេះគឺនៅម្ដុំណាឥឡូវនេះគឺថាបន្ទាប់ពីលេងទឹកហើយគឺខ្ញុំនាំគាត់ដើរជុំវិញអីចឹងទៅបងប្អូនចាមើលកន្លែងរូបចម្លាក់កន្លែងសត្វចាឲ្យគាត់ដើរមើលអីចឹងទៅនិយាយទៅសត្វកន្លែងហ្នឹងគឺថាអត់មានអីច្រើនទេបងប្អូនចាមានតែពីរមុខទេសត្វណាហ្នឹងហើយចឹងឲ្យគាត់ដើរមើលទស្សនៈទេសភាពអីចឹងទៅនិយាយទៅទេសភាពផែកទីធ្លាធំល្អបងប្អូនចានេះបងមនុស្សនេះបងដាក់មកសើនេះបងមនុស្សអ្នកទាំងអស់គ្នាមកខ្ញុំថាមិនបើសុខចូលទៅក្នុងពងដៃណូស័រអើយអស់ស្ដាយកន្លែងហ្នឹងមែនតែបងប្អូនចាមានវិស័យនេះឥឡូវបន្តមកគឺយើងដើរបន្តទៅទៀតបងប្អូនចានេះមែនបើនិយាយទៅសបោកន្លែងថតរូបខ្លាំងមែនតែបងប្អូនចានិយាយទៅសបោកកន្លែងថតរូបខ្លាំងនេះខ្ញុំដើរឡើងខ្សោះខ្លួនណាបងប្អូនចាខ្ញុំដើរឡើងខ្សោះខ្លួនពេញកបោណាបងប្អូនចាអើយដើរឡើងហត់មែនតែបងប្អូនចា no good class ចាដាក់សញ្ញាស្ប៉ាន no អត់បេះទេដាក់សញ្ញាម៉េចដាក់សញ្ញាម៉េចកូនយ៉ាសញ្ញាខ្វែងដាក់ម៉េចកូនដៅយកស្បែកម៉េចយ៉ាខ្វែងអត់ឲ្យបេះទេចាដាក់ខ្លាំងអត់ឲ្យបេះណាកូនណាហើយបងអូនឯងចានិយាយទៅដើរនិយាយប្រាប់ចេគេបងគេហ្នឹងខ្លាចតែបងគេមិនដឹងអារឿងសញ្ញាខ្វាយណាមិនអោយបេះហ្នឹងបងអូនចាអើស្ដាប់មែននិយាយថាម៉េចនឹងតែមិនអោយហាប់បេះតែអង់គ្លេសចង់គ្រូនេះស្ដាប់មែនហ្មងហើយឥឡូវនេះគេថាដើរម្ដងមកកន្លែងទៀតបងប្អូនឯងអាងទឹកមនុស្សធំនៃរីសតគេណាតែចូលកន្លែងនេះវិញគឺកន្លែងអាងទឹកសម្រាប់មនុស្សធំបងអូនចាប៉ុន្តែគ្រាន់តែមកនេះរៀងក្តៅចឹងហើយពេលខ្ញុំមកនេះរៀងក្តៅចឹងអត់សូវមានអ្នកលេងទឹកហ្មងនេះហើយនេះអត់ដៃទេចាពីអស់នេះនេះអត់ចាអាកន្លែងហ្នឹងគេទិញសវត្តទិញចានៅគូចាហាមែនកូនហើយអញ្ចឹងគាត់ឃើញផ្លាកសញ្ញាខំអត់ខំខ្វែងអញ្ចឹងគឺដឹងថាគេហាមែនបងអូនចា no good នេះតែមិនឥឡូវមកនិយាយមិនថាបងអូនយើងប្រាប់គាត់តែម្ដងអញ្ចឹងគាត់ចាំអញ្ចឹងណាអញ្ចឹងពេលគាត់ពេលខ្ញុំនាំគាត់ចូលបន្ទប់ទឹកឬក៏ដើរកន្លែងណាដែលមានសញ្ញាខ្វែងក្រហមសញ្ញាផ្លាកដែលគេហាមអញ្ចឹងយើងទៅប្រាប់គាត់អញ្ចឹងទៅគាត់ចាំអញ្ចឹងទៅបងអូនអញ្ចឹងដល់ពេលគាត់ចាំគាត់ចេះអញ្ចឹងទៅគាត់ប្រាប់គេប្រាប់បងឲ្យដឹងថាអាហ្នឹងគេហាមអញ្ចឹងណាអូយធ្វើដូចគេហ្នឹងអត់ដឹងអីសោះហ្មងណាចាឥឡូវនេះបន្តពីថាយើងលេងកំសាន្តហើយបងអូនយើងធ្វើដំណើរមកផ្ទះវិញណាសម្រាប់ទីតាំងវិញបងអូនគឺស្ថិតនៅភូមិតាពេងជ្រៅឃុំសំឡុងលើស្រុកអង្គសួរខេត្តកណ្ដាលបងអូនចានិយាយទៅជាពីវត្តធាតុមកបងអូនចំណាយដូចជាតែ11 12គីឡូគឺថាមកដល់ទីតាំងនេះណាបងប្អូនចាប៉ុន្តែបើខ្ញុំជិះផ្ទះខ្ញុំទៅអញនិយាយថាម្ដុំឈូកវ៉ាកប់ស្រូវយើងនេះបងអូនចានិយាយទៅ15ទៅ16គីឡូគឺថាមកដល់ទីតាំងនេះគឺទៅជិះផ្ទះខ្លាំងមែនតើបងអូនចានិយាយទៅអញនិយាយថាអាចមានឱកាសលើក្រោយអាចនឹងមកលេងទីនេះម្ដងទៀតចឹងណាបងអូនជាពិសេសពីនៅចិត្តផ្ទះទី1នៅចិត្តផ្ទះទី2មានកន្លែងឲ្យកូនលេងសប្បាយមានទឹកមានអីទីធ្លាធំស្អាតល្អចឹងណាបងអូនចាអញ្ចឹងអញនិយាយថាអាចនឹងមានឱកាសក្រោយម្ដងទៀតចឹងទៅអរគុណបងអូនសម្រាប់មើលវីដេអូនេះតាំងពីដើមដល់ចប់អរគុណជំរាបលា